រូបរាងកាយគឺជាសម្បុកនៃរោគហេតុអីបានជារូបរាងកាយរបស់មនុស្សយើងនឹងគឺជាសម្បុកនៃរោគណាប៉ុន្តែមុននឹងចូលដល់ការបកស្រាយសំណួរនេះណាចង់បញ្យល់អំពីត្រង់ពាក្យថារូបបន្តិចណារូបគឺជាសភាវៈធម្មជាតិមួយដែលមានការវិនិច្ឆ័យទ្រុឌទ្រោមទៅក្នុងការដែលបានប៉ះផ្ទប់ទៅនឹងសភាពក្តៅសភាពត្រជាក់អីជាដើមហ្នឹងនេះឯងហៅថារូបណាអញ្ចឹងរូបរាងកាយយើងហ្នឹងជារបស់ដែលពុកផុយរលួយជារបស់ដែលគួរខ្ពើមរអើមមានក្លិនស្អុយរូបទាំងអស់ហ្នឹងមាន28រូបណាអញ្ចឹងហើយបានជាចាស់អ្នកប្រាជ្ញពីដើមអីហ្នឹងលោកតែងតែធ្វើប្រពៃណីមួយមកដល់យើងសប្តាហ៍ថ្ងៃហ្នឹងគឺប្រពៃណីអ្នកមានជំងឺឈឺធ្ងន់អីហ្នឹងគឺតែងតែនិមន្តព្រះសង្ឃមកដើម្បីសម្ដែងធម៌គិរីមនស្សសូត្រឲ្យអ្នកដែលមានជំងឺឈឺហ្នឹងបានស្ដាប់បានពិចារណាអញ្ចឹងហើយបានជាចាស់ធ្វើប្រពៃណីនេះឡើងណាគឺគោលបំណងគឺដើម្បីឲ្យអ្នកដែលមានជំងឺហ្នឹងបានស្ដាប់បានពិចារណានៅរូបរាងកាយរបស់មនុស្សយើងហ្នឹងមានអញ្ចឹងហើយបានជាមាននៅក្នុងធម៌គិរីមនស្សសូត្រអីហ្នឹងគឺព្រះអង្គសម្ដែងប្ររពចំពោះភិក្ខុគិរីមនស្សដែលមានអាយុហ្នឹងដែលលោកមានអាពាធប្រកបដោយទុក្ខវេទនាជាជំងឺឈឺធ្ងន់ហ្នឹងណាទៅព្រះអនន្តទូលសួរព្រះអង្គថាបបិទ្ធព្រះអង្គនៅចម្រើនសូមព្រះអង្គទ្រង់ព្រះមេត្តាអនុគ្រោះចំពោះគិរីមនស្សដែលកំពុងតែមានអាពាធជាជំងឺឈឺធ្ងន់បានព្រះអង្គទ្រង់ត្រាស់តបនឹងព្រះអនន្តថាមនីអនន្តប្រសិនបើអ្នកចូលទៅកាន់សំណាក់នៃគិរីមនស្សភិក្ខុហើយអនន្តត្រូវក៏បីសម្ដែងប្រាប់នៅសញ្ញាទាំង10ប្រការពីព្រោះថាសញ្ញាទាំង10ប្រការនេះជាដំណើរនៃហេតុនឹងធ្វើឲ្យអាពាធរបស់គិរីមនស្សបានរងាប់សះស្បើយទៅដោយមួយរំពេចណាពីព្រោះគិរីមនស្សនឹងបានស្ដាប់នៅសញ្ញាទាំង10ប្រការនេះអញ្ចឹងហើយបានជាព្រះអនន្តទូលសួរព្រះអង្គទៀតថាកតមាទេសសញ្ញាទាំង10ប្រការនោះតើមានអ្វីខ្លះទៅព្រះអង្គបានព្រះអង្គត្រាស់សម្ដែងតបជាមួយព្រះអនន្តទៀតថាសញ្ញាទាំង10ប្រការនោះមានដូចជាអនិច្ចសញ្ញា1អនត្តសញ្ញា1អសុភសញ្ញា1អទិនវសញ្ញា1បហានសញ្ញា1វិរិយកសញ្ញា1និរោធសញ្ញា1សព្វសង្ខារិសុអនិច្ចសញ្ញា1និងអានាបានសតិ1ណាប៉ុន្តែសញ្ញាទាំង10នេះអាត្មាមិនបកស្រាយទាំងអស់នោះទេគឺអាត្មាបកស្រាយត្រង់កន្លែងថារូបរាងកាយគឺជាសម្បុកនៃរោគតាក់ទងទៅក្នុងប្រធានបទសំណួរយើងតែម្ដងវាហត់ដល់ហើយអញ្ចឹងហើយរូបរាងកាយគឺជាសម្បុកនៃរោគហេតុអីបានជាសម្បុកនៃរោគគឺព្រះអង្គសម្ដែងថាកតមាចានន្តអទិនវសញ្ញាមនីអានន្តអទិនវសញ្ញានោះដូចម្ដេចអញ្ចឹងបានព្រះអង្គសម្ដែងទៀតថាអ៊ីធានន្តភិក្ខុអរញ្ញកតាវារុក្ខមូលកតាវាសញ្ញាគារកតាវាអ៊ីទេបដិសញ្ចិខតេណាព្រះអង្គសម្ដែងថាមនីអានន្តភិក្ខុនៅក្នុងសាសនានេះនៅក្នុងព្រៃក្តីនៅទៀបគល់ឈើក្តីនៅក្នុងផ្ទះដ៏ស្ងាត់ក្តីតែងបានពិចារណាឃើញដូច្នេះថាពហុទុក្ខោខោអាយ៉ាងកាយយោពហុអតិនវោតេគឺព្រះអង្គសម្ដែងថារាល់រូបរាងកាយទាំងអស់មនុស្សយើងតែងតែមានទុក្ខច្រើនទោសក៏ច្រើនទុក្ខក៏ច្រើនណាចឹងហើយក៏ព្រះអង្គសម្ដែងទៀតថាអ៊ីតិអ៊ីមាស្មង្កាយេវិវិធានអពាធាឧបចន្ទេអាពាធដែលកើតណាអាពាធគឺជំងឺដង្កាត់ទាំងឡាយផ្សេងតែងតែកើតមាននៅក្នុងកាយមានដូចជាណាចក្ររោគោគឺរោគកើតក្នុងភ្នែកសោតរោគោគឺរោគកើតក្នុងត្រចៀកខៀនរោគោគឺរោគកើតក្នុងច្រមុះជីវហានរោគោគឺរោគកើតក្នុងអណ្ដាតកាយរោគោគឺរោគកើតក្នុងកាយអញ្ចឹងមកទូខ្លួនប្រាណរបស់យើងហ្នឹងសតតែជាដែលកន្លែងកើតរោគមានកន្លែងណាខ្លះដែលថាมันមានកើតរោគនោះញាតិញោមគឺសុទ្ធតែកន្លែងនៃកើតរោគទាំងអស់បើសុទ្ធតែកន្លែងនៃកើតរោគអញ្ចឹងសួរថាយើងនៅស្រឡាញ់រូបរបស់ផិនយើងទៀតអត់យើងនៅហួងហែងការស្រឡាញ់រូបរាងកាយយើងទៀតអត់បើកាយសុទ្ធតែជាកាយដែលកន្លែងកើតរោគនេះគ្រាន់តែ
សំដែងប្រាប់ញាតិញោមថាកុំឲ្យមានកុំឲ្យវង្វេងក្នុងកាយណាកាយនេះគ្រាន់តែជាកាយដែលផ្ទុកទៅដោយមេរោគជាកាយគ្រាន់តែជាធាតុតែប៉ុណ្ណោះដែលប្រព្រឹត្តទៅនៅក្នុងហេតុជាបច្ច័យប្រសិនបើយើងខាត់វាបានថាថ្មិញហើយកុំឈឺភ្នែកហើយកុំឈឺច្រមុះហើយកុំឈឺបើរបស់អស់នឹងស្ដាប់តាមបញ្ជាយើងបានម្លោះអត់មានការកើតម្លោះអត់មានការចាស់ម្លោះអត់មានការឈឺម្លោះអត់មានការស្លាប់អីទេណាបើវាព្រមស្ដាប់តាមយើងណាប៉ុន្តែនេះវាអត់មានព្រមស្ដាប់តាមបញ្ជាយើងទេនេះហើយដែលព្រះអង្គសម្ដែងថាជាអទានវសញ្ញាគឺជាសញ្ញាដែលកើតក្នុងកាយGacchami